ថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីរបៀបក្នុងការ apply Google AdSense ដល់ទៀតប្រសិនបើវា fail អូខេអញ្ចឹងទី1យើងបើក browser តមកទៀតគឺយើងចូលទៅកាន់ server របស់យើងឬចូលទៅមើល website សិន video 46.com អូខេនេះគឺជា website ដែលបាន apply AdSense fail អញ្ចឹងយើងមើលឲ្យបន្តមកទៀតគឺយើងត្រូវ remove វាចោលដល់ខ្ញុំចូលទៅកាន់ server ដែល server នេះគឺជា server ខាង ISP គេឲ្យសំទោស ISP ខាង server hosting គេឲ្យអញ្ចឹងអានេះ username អូខេអញ្ចឹងខ្ញុំចូលទៅកាន់ server ហើយធ្វើការខ្ញុំ remove website នេះចោលទាំងអស់តែម្ដងចូលទៅ file manager ជ្រើសរើស website អូខេតមកទៀតខ្ញុំធ្វើការ remove ចោលទាំងអស់អូខេបន្តមកទៀតគឺយើងបើកមើលសិនអូខេអត់មានអីទេអញ្ចឹងដើម្បីតម្លើងថ្មីទី1គឺយើងចូលទៅកាន់ server របស់យើង control panel ហ្នឹងបន្តមកទៀតខ្ញុំចូលទៅកាន់ WordPress តមកទៀតខ្ញុំពាក្យថា install តែនេះគឺខ្ញុំលុបចោលឡើយនេះគឺខ្ញុំជ្រើសរើសយក website ខ្ញុំចង់តម្លើងគឺ video 46ឡើយនេះខ្ញុំដាក់video 46.com ហើយនេះ I want to share for you I want to share for you អូខេនេះដាក់អក្សរធំមកវាគាត់ជាពាក្យទេ I want to share for you អូខេបន្តមកទៀតខ្ញុំទាញមកក្រោមហើយនេះគឺ admin ធម្មតាហើយនេះគឺ password អញ្ចឹង password នេះគឺខ្ញុំដាក់មិនក៏បានដែរបន្តមកទៀតកន្លែងនេះគឺជា email ជាង email នេះខ្ញុំធ្វើការផ្លាស់ប្ដូរពេលក្រោយអញ្ចឹងខ្ញុំដាក់មកក្រោម copy ដាក់សិនមកតមកទៀតខ្ញុំធ្វើការ select template ណាមួយអូខេអញ្ចឹងpassword ខ្ញុំដាក់ password 1 2 3 4 5 6អូខេ pass 1 2 3 អូខេ pass 1 2 3ហើយយើងចុចពាក្យថា install ពីនោះវានឹងធ្វើការដំឡើងដល់យើងឲ្យយើងដោយស្វ័យប្រវត្តិនេះសូមរងចាំបន្តិចពេលនោះវានឹងដំណើរការឲ្យយើងអូខេនៅពេលតម្លើងចប់វាចេញអញ្ចឹងតមកទៀតខ្ញុំចុចយកបង្ហាញ website របស់យើងនេះគឺវាចេញទ្រង់ទ្រាយរបស់ website តមកទៀតខ្ញុំចូលទៅកាន់control panel គឺខ្ញុំវាយពាក្យថា // ហើយ wp.admin អូខេមកតមកទៀត login ខ្ញុំដាក់មិនគឺ admin ហើយ password អូខេវាចូលអូខេបន្តមកទៀតយើងអាចទុកវាចោលសិនទៅយើងបើកនេះវិញអញ្ចឹងទ្រង់ទ្រាយ website របស់យើងមកស្ដាំ open នេះវាទ្រង់ទ្រាយវាអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរដោយខ្ញុំយក template មួយឈ្មោះថា ribbon template មួយនេះអញ្ចឹងខ្ញុំចូលទៅកាន់ apparent យកពាក្យថា template theme យកពាក្យថា add យកពាក្យថា upload
ណាដែលយើងត្រូវដាក់តមកទៀតយកពាក្យថា install អូខេរងចាំបន្តិចតមកទៀត active ពេលនោះយើងនឹងបាន website មួយដែលមានទ្រង់ទ្រាយលក្ខណៈ standard មួយសម្រាប់ឲ្យយើងនឹង apply ជាមួយនឹង Google AdSense អូខេនេះអូខេវាចេញមករៀងប៉ុណ្ណឹងយើងបាន website មួយប៉ុណ្ណឹង copyright ហើយ by my team យើងមកហើយតមកទៀតខ្ញុំធ្វើការបង្កើតនៅ menu វាកន្លែងនេះវាមាន category មួយអញ្ចឹងដើម្បីបង្កើតនៅ menu ខាងលើនេះឬក៏ page ខ្ញុំត្រូវចូលទៅកាន់post តមកទៀតយកពាក្យថា category ដែលខ្ញុំត្រូវដាក់គឺមានតកតងការកំសាន្តផងដែរគឺមានដូចជាcategory គឺខ្ញុំដាក់នេះbeauty and healthy សុខភាពនិងសម្រស់ខ្ញុំអាចដាក់កុំព្យូទ័រហើយនឹងទូរស័ព្ទវាជាប្រភេទ category មួយដែលខ្ញុំដាក់ទូរស័ព្ទមួយទៀតខ្ញុំអាចដាក់ new technology គឺតកតមួយនឹងព័ត៌មានហើយនឹងបច្ចេកវិទ្យាដាក់សញ្ញា n គឺស្មើនឹងសញ្ញាហ្នឹងមួយទៀតខ្ញុំអាចដាក់ពាក្យថា thrill អូខេឬក៏ខ្ញុំអាចដាក់មួយទៀតថាhis story and tour and tour ប្រវត្តិសាស្ត្រហើយនឹងទេសចរបន្ទាប់ពីខ្ញុំបង្កើតបានអញ្ចឹងហើយខ្ញុំអាចចូលទៅកាន់ all post ហើយខ្ញុំទៅលុបhello world នេះចោលយកពាក្យថា trust អូខេហើយខ្ញុំចូលមកក្រោយយកពាក្យ apparent ហើយយកពាក្យថា YG យកពាក្យថា page អូខេហើយខ្ញុំលុប sample នេះចោលខ្ញុំបង្កើត page ថ្មីដោយខ្ញុំអាចដាក់គឺ privacy and policy គឺខ្ញុំបង្កើត page ថ្មីខ្ញុំដាក់privacy policy នេះអូខេ privacy policy អញ្ចឹងកន្លែងនេះខ្ញុំដាក់ public ទី2ខ្ញុំអាចដាក់ contact us នេះខ្ញុំអាចដាក់ about us អូខេបន្ទាប់ពីខ្ញុំបានបង្កើត page ហើយនឹងបានបង្កើត category ហើយអញ្ចឹងខ្ញុំធ្វើការបង្កើតនៅ menu ខាងលើនេះគឺគេឲ្យឈ្មោះថា menu អញ្ចឹងខ្ញុំចូលទៅកាន់ apparent យកពាក្យថា menu តមកទៀតខ្ញុំឲ្យបង្កើតពាក្យ menu មួយដាក់ថា menu អូខេ menu អញ្ចឹងនេះខ្ញុំអាចខ្ញុំយកពាក្យ view all ហើយខ្ញុំយកពាក្យ home អូខេ home មានស្រាប់នេះ menu ខ្ញុំ create មួយតទៅពីជា create មកវាឲ្យ save ហើយអញ្ចឹងនេះទី1គឺ home ខ្ញុំចុចពាក្យថានេះគឺ home about us contact us privacy វាមក automatic អញ្ចឹងខ្ញុំអាចយកពាក្យថា category ជាពាក្យ view all ខ្ញុំតិចទាំងអស់ដក tick អានេះមួយយកពាក្យថា add tick ទាំងអស់ដក tick អានេះមួយយកពាក្យថា add
វាកំពុងដំណើរការអូខេបន្តមកទៀតឡើយនេះគឺខ្ញុំធ្វើការតម្រៀបទី1គឺខ្ញុំ home បន្តទៀតខ្ញុំយកពាក្យថា drill បន្តទៀតខ្ញុំយកពាក្យថា new and technology បន្តទៀតខ្ញុំអាចយកពាក្យថា computer and phone បន្តទៀតខ្ញុំយកពាក្យថា history and tour បន្តទៀតខ្ញុំយកពាក្យថា beauty ហើយខ្ញុំយកពាក្យ about us contact us និងយកប្រើពាក្យ policy about us និង contact us ហើយខ្ញុំធីកយកពាក្យថា auto នេះមកហើយ save អូខេពេលនោះយើងនឹងបាន menu មួយអូខេអញ្ចឹងនេះវាមានហើយមាន home drill about us phone 2 3 policy អូខេអញ្ចឹងវាដូចជាវែងយើងវាលើសមួយមើលទៅវាដូចជាមិនស្អាតអញ្ចឹងខ្ញុំធ្វើការលុបមួយចោលវិញខ្ញុំលុបមួយនេះចោលអញ្ចឹងដូចជាច្រើនពេកវាធ្លាក់អញ្ចឹងខ្ញុំចូលទៅកាន់ history ខ្ញុំលុប history tour ចោលទៅឬក៏ខ្ញុំលុបមួយណាក៏បានដែរអូខេខ្ញុំលុបdrill ចោលចុះអូខេខ្ញុំលុប drill ចោលអូខេបាន save គឺធ្វើការរ៉ាន់ម្ដងទៀតអូខេ run អូខេប៉ុណ្ណឹងបាននេះអញ្ចឹងវាមាន home technology computer history beauty policy about contact us អញ្ចឹងនេះគឺខ្ញុំធ្វើការបង្កើតនៅmenu ខាងលើត្រូវហើយអញ្ចឹងខ្ញុំចូលទៅបង្កើតនៅខាងនេះគឺតកតងជាមួយនឹង Vue.js របស់វាអូខេអត់អីទេនេះខ្ញុំទុកនឹងសិនអញ្ចឹងបន្តមកទៀតគឺខ្ញុំចូលទៅ install គេហៅថា install ជាមួយនឹងplugin មួយចំនួនអញ្ចឹងដើម្បី install plugin បានទី1ខ្ញុំចូលទៅកាន់ plugin យកពាក្យថា add new ហើយ plugin ខ្ញុំតម្លើងទី1ខ្ញុំដាក់ contact server search install now អូខេខ្ញុំដាក់ install package ទៀតមក copy វាមកហើយអានេះ activation អូខេយើងត្រូវដំឡើង plugin ទាំងអស់ហ្នឹងដើម្បីឲ្យវា support ជាមួយនឹងGoogle AdSense បន្ទាប់អូខេខ្ញុំ install ហើយយើងអាចទៅយកបន្តទៀតមក DW P Google Analyze អានេះយកពី active វាអូខេយកពី add new ទៀត Google Ultimate អូខេខ្ញុំ add នេះមួយទៀត add អស់ហើយខ្ញុំពី install active add new អូខេใส่ទៀតមក install អូខេនេះគឺ complete level 1សម្រាប់ក្នុងការដំឡើងហើយនឹង install plugin អូខេយើង plugin នេះគឺយើងត្រូវបានយើងដំឡើងចប់ហើយអូខេនេះអញ្ចឹងយើងមាន plugin ទាំងអស់យើង website របស់យើងគឺយើងអាចដូរខាងក្រោមនេះគឺក៏មិនបាច់ដូរស្រាប់តែយើងទេដាក់ theme by យ៉ាងមកហើយអានេះគឺតើតើមួយ Vue.js យើងអាចផ្លាស់ប្ដូរវាបានដោយងាយអញ្ចឹងអានេះយើងបាក់ដូរអានេះគឺខ្ញុំមិនទាន់ផុសឲ្យដែរអញ្ចឹងមានយើងនេះគឺយើង complete នៅ step 1សិន step
step 2 យើងនឹងធ្វើការបង្ហាញបន្តអំពីរបៀបក្នុងការ search និង pop អូខេអរគុណច្រើន